and the killing of him. ឬស្អីនេះបន្ទាប់គឺស្អីនឹងពីយូហានបាប់ទីហើយពីការដែលគេសម្លាប់យូហានបាប់ទីដែរ And the news that the king killed John the Baptist. គឺដំណឹងនោះថាស្ដេចបានសម្លាប់យូហានបាប់ទី He had preached the gospel and become a problem for the king, and in the end they killed him. អញ្ចឹងយូហានបាប់ទីបានបង្កើតដំណឹងល្អហើយដំណឹងល្អរបស់គាត់បង្កើតទៅបានប៉ះពាល់ដល់ស្ដេចហើយចុងបញ្ចប់គឺស្ដេចបានចាប់គាត់ហើយសម្លាប់គាត់ This is the cousin of Jesus. ហើយយូហានបាប់ទីគឺជាបងប្អូនជីដូនមួយជាមួយព្រះយេស៊ូវគ្រីស្ទ And again Jesus comes into a very difficult time. នៅពេលពេលនោះគឺជាព្រះយេស៊ូវគ្រីស្ទបានចាប់តាមជាមួយនឹងស្ថានភាពដែលពិបាក Not only did they lose a close friend and a family member, ទ្រង់បានបាត់បង់ត្រឹមតែមិត្តភក្តិល្អហើយនឹងសាច់ញាតិទូទៅ but it was also about, do we need to have fear